各位同學大家好ចឹងសួស្តីទៅកាន់មិត្តរួមថ្នាក់យើងទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីនៅវីដេអូបង្រៀននៅភាសាចិនក៏ដូចជាមូលដ្ឋានគ្រឹះនៃភាសាចិនអញ្ចឹងថ្ងៃនេះគឺលោកsưនឹងយកនៅការប្រកបជួយរបស់យើងបន្តយកមកសិក្សាសម្រាប់អ្នកដែលទៅនឹងចូលសូមជួយចុច Subscribe និងសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗពី Channel Visa Learn China នេះទាំងអស់គ្នាកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមចូលទៅកាន់មេរៀនយើងតែម្ដងតោះឥឡូវថ្ងៃនេះគឺមេរៀនរបស់យើងគឺយើងយកជួយអក្សរពបូកជាមួយនឹងស្រៈនីមួយៗខាងក្រោមនេះចឹងថ្ងៃនេះគឺយើងយកពីរអក្សរមកសិក្សាសិនទី1គឺអក្សរពទី2គឺអក្សរផអញ្ចឹងឥឡូវកុំឲ្យខាត់ពេកយើងចាប់ដើមចូលការប្រកបរបស់យើងតែម្ដងតោះចាំអានទាំងអស់គ្នាពអ៊ីពីពអ៊ូពូពអាប៉ាពអពពអាយបាយពអេបាយពអោប៉ោពអានប៉ានពអិនប៉ិនពអាងប៉ាងពអងពងអញ្ចឹងថ្ងៃនេះគឺយើងសិក្សាលើអក្សរពបូកជាមួយនឹងស្រៈតែមួយដោយមិនមានស្រៈនៅចំកណ្ដាលទេណាអញ្ចឹងនៅក្នុងពីអ៊ីងរបស់យើងជួអ៊ីនរបស់យើងនេះគឺបែងចែកព្យញ្ជនៈមួយបូកជាមួយនឹងស្រៈមួយទៀតព្យញ្ជនៈមួយបូកជាមួយនឹងស្រៈពីរស្រៈពីរនេះគឺមានស្រៈមួយគឺជាស្រៈកណ្ដាលដែលឈរនៅកណ្ដាលអញ្ចឹងគេកុំអាគិតទៅដល់ស្រៈពីរណាយើងឥឡូវយើងសិក្សានៅស្រៈមួយសិនមកអញ្ចឹងទីនេះយើងឃើញហើយព្យញ្ជនៈមួយបូកជាមួយនឹងស្រៈមួយបើសិនបើព្យញ្ជនៈមួយបូកជាមួយនឹងស្រៈពីរគឺព្យញ្ជនៈនេះមួយបូកស្រៈកណ្ដាលនេះមួយនៅមានស្រៈពីក្រោមវានេះមួយទៀតអញ្ចឹងចាំទៅដល់ក្រោមនឹងបង្ហាញពួកយើងតោះអញ្ចឹងយើងតាមតណាមិញណាការប្រកបយើងប្រកបទាំងអស់គ្នាម្ដងទៀតមកពអ៊ីពីពអ៊ូពូពអាប៉ាពអពពអាយបាយពអេបាយពអោប៉ោពអានប៉ានពអិនប៉ិនពអាងប៉ាងពអងប៉ងឧទាហរណ៍វាពអ៊ីពីសានសើងពីបកថាប៊ីតោះឧទាហរណ៍ទី2ពអាប៉ាសឿសើងប៉ាពអាប៉ាឈីងសើងប៉ាសលេងទី5ណាប៉ាបកថាលោកប៉ាដែលយើងបានសិក្សាឧទាហរណ៍នេះនៅជាមួយនឹង PX ខាងលើរួចម្ដងហើយអញ្ចឹងយើងអាចនឹងចាប់បានតោះ2បកថាប៊ីប៉ាបកថាលោកប៉ាតោះចូលទៅ slide អក្សរផតោះទីនេះគឺអក្សរផបូកជាមួយនឹងស្រៈមួយដូចគ្នាតោះអានទាំងអស់គ្នាផអ៊ូភូផអាផាផអផផអាយផាយផអេផៃផអោផោផអូផោផអានផានផអិនផិនផអាងផាងផអងផងអូខេតោះឧទាហរណ៍វាផោផអោផោសានសើងផោបកថារត់តោះទី2ផាយឈៀវផាយឈៀវ Phái chiếu phơ ai
排二声排七一欧球二声球排球排球bộ thá bà tè排球នេះbây giờយើងនៅត្រង់ចំណុចនេះនេះគេហៅថាព្យញ្ជនៈមួយបូកជាមួយនឹងស្រៈ2ណាព្យញ្ជនៈអក្សរឈីបូកស្រៈកណ្ដាលមួយគឺអក្សរ e ហើយនឹងចុងក្រោយគឺស្រៈ o អញ្ចឹងព្យញ្ជនៈមួយបូកជាមួយនឹងស្រៈ2គឺរបៀបនេះណាគ្នាយើងចាំទៅមុខទៀតបានយើងរៀនដល់ឥឡូវយើងយកព្យញ្ជនៈមួយបូកជាមួយស្រៈមួយសិនតោះអានសារឡើងដើមវិញទាំងអស់គ្នាផផអ៊ូភូផអាផាផអផផអាយផាយផអេផៃផអោផោផអូផោផអានផានផអនផនផអាងផាងផអងផងផោបកថារត់ផាយឈៀវបកថាបាល់ផ្ទះអូខេអញ្ចឹងនៅវីដេអូនេះយើងសិក្សាតែចំនួន2អក្សរនេះសិនទៅអញ្ចឹងសន្លឹកសឺសង្ឃឹមថាពួកយើងនឹងអាចតាមតនទាំងអស់គ្នាសម្រាប់អ្នកដែលទៅនឹងចូលមកសូមត្រឡប់ទៅមើលនៅវីដេអូទី1ការប្រកបនៅភីងអ៊ីនេះតាំងពីដើមមកជាមួយនឹងសលេងទាំង5របស់វាណាទើបយើងអាចរៀនទៅមុខបានអញ្ចឹងលឺសឺសង្ឃឹមថាគ្នាយើងនឹងអាចចាប់បានជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នាបាយបាយ